Hello អ្នកគ្នាវិលស្វាគមន៍មកកាន់វីដេអូ Kara Gaming ខ្ញុំម្ដងទៀតហើយដល់យ៉ាងដែរខ្ញុំលើកសាច់រឿងមួយដែលមានចំណងជើងថាចាំតិចទៀតចាំថាលើ thumbnail ឲ្យអ្នកគ្នាមើលតែម្ដងទៅឥឡូវគឺខ្ញុំនឹងមកសម្ដែងរឿងឲ្យអ្នកគ្នាស្ដាប់តែម្ដងទៅឥឡូវកុំឲ្យខាតពេលយូរយើងទៅមើលទាំងគ្នាទៅចាំខ្ញុំនឹកឃើញចំណងជើងចាំខ្ញុំនិយាយទៅចាំខ្ញុំដាក់លើ thumbnail ឲ្យអ្នកគ្នាបាទមើលដល់គ្នាផ្ដាសាច់រឿងដំបូងនេះបុរសម្នាក់គាត់មានឈ្មោះថា Leo ថ្ងៃនោះ Leo គាត់បានដើរទៅទិញកាហ្វេនៅហាងម៉ាតមួយដោយហាងម៉ាតមួយកន្លែងនោះគឺរៀងល្បីឈ្មោះដែរហើយគាត់ក៏បានទិញរបស់ញ៉ាំពេលនោះទៅមកហើយនេះគឺជាតួអង្គនាងមានឈ្មោះថា Sayana នេះមានឈ្មោះថា Sayana តែគេហៅនាងហៅតែ Sai ចឹងទេអ្នកគ្នាហើយនោះនាងក៏បានដើរទៅទិញទៅហាងម៉ាត់មួយដែរដែលនាងបានចូលទៅហាងម៉ាត់មួយនឹងដែរហើយក៏បាននិយាយទៅកាន់លីអូនឹងថាតែខ្ញុំអាចសុំអង្គុយកន្លែងនេះបានដែរហើយពេលនោះលីអូក៏បាននិយាយថាអត់អីទេអាចអង្គុយកន្លែងហ្នឹងបានហើយពេលនោះសាយក៏បានគាត់ក៏បានដើរទៅអង្គុយកន្លែងហ្នឹងអីចឹងអ្នកគ្នាហើយគាត់ទាំងពីរនាក់ក៏បានជជែកលេងគ្នារឿងធម្មតាហើយលីអូហ្នឹងក៏បានចាប់អារម្មណ៍ទៅលើសាយណាហ្នឹងដែលយើងហៅថាសាយតែម្ដងទៅហើយលីអូក៏បានសួរទៅកាន់សាយថាតើសាយហ្នឹងមានភាសានៅទៅសាយហ្នឹងក៏បាននិយាយថាខ្ញុំអត់មានភាសាផងហើយទៅលីអូហ្នឹងក៏បាននិយាយទៅថាតើសាយហ្នឹងមានឈ្មោះអីចឹងហើយទៅសាយហ្នឹងក៏បាននិយាយថាខ្ញុំក៏មានឈ្មោះថាសាយហើយលីអូហ្នឹងក៏បាននិយាយតថាខ្ញុំឈ្មោះថាលីអូហើយចឹងទៅក៏សាយនិងលីអូហ្នឹងក៏គាត់បានញ៉ាំអីមួយគ្នាចឹងទៅហើយសាយហ្នឹងក៏បានចាប់អារម្មណ៍ទៅលើលីអូនដែរអ្នកគ្នាពេលនោះគេក៏បានសាកសងគ្នាហើយគេក៏បានបាយជួគ្នាទៅផ្ទះបាត់ទៅហើយពេលនោះសាយក៏បានដើរទៅផ្ទះជារឿងធម្មតាអញ្ចឹងទៅនាងក៏បានដើរទៅផ្ទះទៅហើយលីអូហ្នឹងគេក៏បានរត់ទៅអាផាតមិនមួយដោយសារតែអាផាតមិនហ្នឹងគឺជារបស់គេដោយសាយហ្នឹងគាត់ក៏បានដើរទៅអាផាតមិនហ្នឹងដែរអញ្ចឹងទៅអ្នកគ្នាអញ្ចឹងសាច់រឿងខ្ញុំក៏មានតែប៉ុណ្្នឹងដែរចាំទស្សនាភាគ2ផងអ្នកគ្នា